Greetings to all of you in Jesus' name. សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវ Thank you, Pastor Snett, for this opportunity អរគុណដល់លោកគ្រូសនិទ្ធនៅក្នុងឱកាស to share God's, ឯកសិទ្ធិ share God's word with all of you. ដើម្បីនឹងចែកចាយព្រះបន្ទូលផងព្រះដល់ពួកជំនុំទាំងអស់គ្នា I know Pastor Snett, I think some time ago, maybe 15, 18 years ago, គាត់បានស្គាល់លោកគ្រូសនិទ្ធយើងគឺគាត់ស្គាល់យូរដែរហើយប្រហែលជាចូល18ឆ្នាំ15ឆ្នាំមកហើយ I've been to the house church before What, this new building. មុននឹងមានអាគារនេះគាត់បានទៅពួកជំនុំនឹងឯងពួកគឺទៅពួកជំនុំនៅតាមផ្ទះនៅឡើយទេ Maybe some of you may recognize me. Maybe you can remember ហើយ me. ជា You can raise your បងប្អូន hand. ខ្លះប្រហែលស្គាល់គាត់អ្នកនៅចាស់អតីតកាលពួកជំនុំនេះប្រហែលស្គាល់គាត់នៅស្គាល់គាត់ទេ Some of you perhaps. Yeah, okay. Yeah, Well, but- some of you, because I've been មាន here អ្នក for មួយ some ចំនួន time នៅស្គាល់ ago. គាត់អតីតដែលគាត់បានមកទីនេះ And God actually impressed upon me to come back ហើយ last year. ព្រះអង្គទ្រង់បានផ្លាស់ប្ដូរដួងចិត្តរបស់ផងខ្ញុំដូចជាមានដួងចិត្តចង់ត្រឡប់មកវិញតាំងពីឆ្នាំមុន And God confirmed that this year that I'm here. He spoke to me last year. ហើយព្រះអង្គមានបន្ទូលមកកាន់ខ្ញុំតាំងពីឆ្នាំទៅហើយឆ្នាំនេះព្រះអង្គបញ្ជាក់មែនទែនដល់ពេលនេះទើបតែខ្ញុំមកឆ្នាំនេះមែន I'm glad that I was able to meet some of you yesterday. Hi, Maybe John. about 20, 25 of you. ខ្ញុំអរគុណព្រះអង្គដែលខ្ញុំបានជួបបងប្អូនពួកជំនុំយើងប្រហែលជាចំនួន20 25នាក់នៅថ្ងៃម្សិលមិញ We have a seminar yesterday យើងមា here នសិក្ខាសាលាមួយនៅថ្ងៃម្សិលមិញ from the morning right to the afternoon. គឺយើងចាប់ផ្ដើមពីព្រឹករហូតដល់ល្ងាច And God showed up. ហើយយើងឃើញថាព្រះអង្គទ្រង់យាងប្រវត្តិមានមកនៅក្នុងចំណោមយើងទាំងអស់គ្នា Many of you leaders were touched by God. ហើយយើងឃើញមានអ្នកដឹកនាំយើងមួយចំនួននៅក្នុងពួកជំនុំនេះ And បាន there- ប៉ះពាល់ដោយអំណាចជាស្ដាផងព្រះ And there were testimonies and all that about what God did. ហើយក៏បានធ្វើទីបន្ទាល់នៅអ្វីដែលព្រះបានធ្វើការនៅក្នុងជីវិតរបស់គាត់ផ្ទាល់ៗដែរ And tomorrow I'll join Pastor and the team ហើយនៅ to ថ្ងៃស្អែកនេះ Province គាត់ 2. ធ្វើទៅធ្វើដំណើរបេសកកម្មជាមួយនឹងលោកគ្រូហើយនឹងជាមួយនឹងក្រុមបេសកកម្មដែលយើងអធិដ្ឋានមិញនេះទៅតំបន់2នោះឯង And I'll get ready by 5 o'clock in the morning. ហើយខ្ញុំជឿថានៅថ្ងៃស្អែកនេះលោកគ្រូគាត់ដាស់នៅម៉ោង5ព្រឹកឡើងហ្មងព្រលឹមឡើងមកចេញដំណើរ So I got to rest tonight early. ហើយដូចហ្នឹងនៅយប់នេះអត់ឲ្យដើរយូរទេត្រូវតែចូលគេងពីព្រលប់មែនតើ I have a message for all of you this morning. ខ្ញុំមានប្រតិសារផងព្រះសម្រាប់ពួកជំនុំនៅព្រឹកនេះ It's from Joel. គឺព្រះរាជសារចេញពីដកស្រង់ចេញពីព្រះគម្ពីរយូអែល I felt that this is a message for all of us. ហើយខ្ញុំឃើញថានេះគឺជាព្រះរាជសារផងព្រះសម្រាប់យើងគ្រប់គ្នាទាំងអស់ Let's commit this time to God in prayer. សូមឲ្យយើងបានថ្វាយពេលវេលានេះទៅដល់ព្រះអង្គម្ចាស់របស់យើង Lord, we come to you this morning. ព្រះអង្គម្ចាស់ព្រះអង្គអើយយើងខ្ញុំសូមសូម Lord, ចូល this, មកនៅក្នុងប្រវត្តិ this is your time, Lord. This is your moment. នេះឯងគឺជាពេលវេលារបស់ផងព្រះអង្គនេះ Open គឺ our ជាឋានៈ hearts. របស់ផងព្រះអង្គ Open our hearts to be able, Lord, to receive your word. បើកដួងចិត្តរបស់ផងរបស់យើងខ្ញុំរាល់គ្នាដើម្បី Because, ទទួលព្រះបន្ទូលផងព្រះអង្គ Lord, your word will not return unto you void. ព្រះអង្គឲ្យសូមឲ្យព្រះបន្ទូលផងព្រះអង្គបានថ្លែងចេញហើយ But មិន will ត្រ accomplish ឡ your ប់មកវិញឡើយ God. But will accomplish what you desire for us. ប៉ុន្តែព្រះអង្គនឹងអភិវឌ្ឍព្រះបន្ទូលផងព្រះអង្គនៅក្នុងរូបកាយរបស់យើងទាំងអស់គ្នាដែលបានទទួលគ្រប់គ្នានៅពេលនេះ So I pray that we will respond to your word. ព្រះអង្គឲ្យសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានឆ្លើយតបទៅព្រះបន្ទូលផងព្រះអង្គវិញ Holy Spirit, take over the rest of this time. ព្រះអង្គវិញ្ញាណបរិសុទ្ធអើយសូមទ្រង់យាងមក We ធ្វើ commit ការ our, នៅក្នុងពេលវេលានេះ we commit ourselves to you. យើងថ្វាយពេលវេលានេះដល់ព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ In Jesus' Amen. name. Amen, amen, amen. 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 Now is God's Kairos moment. ឥឡូវនេះគឺជាពេលវេលាល្អរបស់ផងព្រះអង្គម្ចាស់ណា There's such a word in Greek means Kairos means God's timing. គឺពាក្យថាពេលវេលាដ៏ឥតខ្ចោះពេលវេលាដែលល្អឥតខ្ចោះនេះឯងគឺជាពាក្យមួយនៅក្នុងព្រះអង្គម្ចាស់ In the normal, we have this time, the normal time that are ជាធ control. ម្មតាយើងតែងតែសួរថាពេលវេលាគឺជាអ្វីពេលវេលាគឺជាធម្មតាដូចជានាឡិកានៅយើងពាក់ដៃនេះចឹង On the screen here is 10:28 according to the screen in front of me. ដោយតែដោយសារនៅផ្ទាំងសម្ពុតនៃផ្ទះយើងទស្សនាទាំងអស់គ្នានេះឯង
គឺនិយាយថាពេលវេលាអត់ខ្ចោះរបស់ព្រះអង្គ In Singapore now is 11:30, 1 hour before Cambodia time. ដូច្នេះនៅឯប្រទេសសិង្ហបុរីគឺម៉ោង11:30 នាទីហើយ That's the គឺវា time. 1 ម៉ោងមុនប្រទេសកម្ That's ពុជា the time of the watch or the clock. នេះឯងគឺជាពេលវេលាដែលគេតាំងទុកនៅក្នុងនាឡិកាឬក៏នៅក្នុងនាឡិកាប៉ោលប៉ុណ្ណោះ But there's such a thing as Kairos, God's moment, God's time, and God's time is now. ប៉ុន្តែមានពេលវេលាមួយគឺជាពេលវេលាអត់ខ្ចោះគឺជាពេលវេលារបស់ព្រះ Next ពេលវេ slide, លាឥ please. ឡូវនេះ Next slide, please. សូមឲ្យដូចជាពេលនេះ I want to introduce my family to you. ខ្ញុំចង់បង្ហាញដល់រូបភាពក្រុមគ្រួសាររបស់ខ្ញុំដល់ពួកជនទាំងអស់គ្នា Sorry, we don't have enough money to buy all the plane ticket to be here, but I bring them here to show you. ខ្ញុំចង់នាំគេមកដែរប៉ុន្តែអត់មានលុយទិញសម្បត្តិក្បាលហោះគ្រប់គ្រាន់ដើម្បីនាំមកបង្ហាញយើងនេះ There was a time when my wife and I couldn't have children. នោះគឺមានពេលវេលាមួយគឺខ្ញុំនិងភរិយារបស់ផងខ្ញុំអត់មានកូន We went to the gynecologist. The doctor said maybe only 10% you will have children. ហើយយើងក៏បានទៅគ្រូពេទ្យទៅធ្វើកសោបច្ច័យទៅវិភាគទៅអីទាំងអស់គេថាលោកឯងមានកូនតែ10%ទេ And God tested us for 7 years. ហើយព្រះបានសាកល្បងយើងរហូតជាមួយនឹងវិជ្ជបណ្ឌិតនោះ7ឆ្នាំ So I'm a late father. គឺខ្ញុំគឺជាឪពុកយឺតជាងគេឪពុកចាស់ជរាជាងគេ The miracle of God from 0, we have 3. ហើយដោយការអស្ចារ្យរបស់ផងព្រះពីអត់មានកូនសោះយើងមានកូន3សូមសរសើរដល់ការព្រះ All things are possible with God. គ្មានអ្វីមួយដែលអាចសមត្ថភាពចំពោះព្រះឡើយ Our second son is married 3 years ago. ហើយកូនប្រុសទី2របស់ផងយើងរៀបការ3ឆ្នាំមុនហើយ Our eldest son is going to get married in July this year. ហើយកូនប្រុសរបស់យើងមួយទៀតនឹងការនៅខែកក្កដាឆ្នាំនេះ Our daughter came to Cambodia 2 years ago with World Vision Cambodia. ហើយកូនស្រីរបស់ផងយើងមកប្រទេសកម្ពុជានេះ2ឆ្នាំមុនជាមួយនឹងអង្គការមួយគឺអង្គការទស្សនៈពិភពលោក So remember, from 0 equal to 3. ឥឡូវនេះយើងសូមមកចាំ That is God's ទៅ3 mathematics, God's way. 0 can become 3. ដោយតែតាមរបៀបមនុស្សជាតិគ្រប់រូប Because it's a miracle working God. ពី0ទៅចេញ3ទេ Because it's a miracle working God. ពីព្រោះព្រះរបស់ផងយើងជាព្រះអស្ចារ្យ Is there anything too difficult for you? Is there anything too difficult for you? មានអ្វីមួយដែលលំបាកដែលជាឧបសគ្គសម្រាប់អ្នករាល់គ្នា Trust God. សូមទុកចិត្តទៅព្រះចុះ The Bible says, to man it may be impossible, នៅបទគម្ពីរនិយាយថាគ្រប់មនុស្សជាតិទាំងអស់ប្រហែលជាអសមត្ថភាព but it's possible with God. ប៉ុន្តែព្រះទ្រង់ជាព្រះវិជ្ជមាន Amen. អាមែន Amen. Amen. Let's next slide. សូមស្លាយបន្តទៀត In short, from Joel chapter 1, verse 2 to 3, នៅគម្ពីរយូអាចំពុក1ខ2ខ3 it's basically a warning to the people. នេះឯងគឺជាបំរាមដល់មនុស្សគ្រប់ចំនួនទាំងអស់គ្រប់មនុស្សទូទាំងអស់ He speaks forth, he says, say to the elders, those seniors, ដោយដែលគឺព្រះបន្ទូលនេះបាននិយាយថាចូលថ្លែងទៅប្រាប់ដល់ពួកចាស់ទុំ and ដល់អ្នកដែលចាស់ verse 3 says to everyone who can hear, not only now, but all generations. ប៉ុន្តែនៅក្នុងខ3និយាយថាចូលឲ្យថ្លែងទៅដល់មនុស្ស Next ទាំង slide, អស់ please. ទាំងកុមារទាំងគ្រប់ចំនួនទាំងអស់ផងដែរ The steadfast decision of the Lord remains steadfast forever. His plans is in the hearts of all generations. គឺនេះឯងជាពេលវេលារបស់ផងព្រះព្រះទ្រង់មានបន្ទូលទៅគ្រប់ចំនួនទាំងអស់តែម្ដង What God plans to do, it will come to pass. គឺអ្វីដែលព្រះទ្រង់មានផែនការជាស្រេចហើយនឹងបានសម្រេច It is for us to understand គឺសម្រាប់ឲ្យយើងគ្រប់រូបគ្រាន់តែយល់ the ways and the plans of God. គឺតាមមធ្យោបាយតាមមាគ៌ា Next និងផែន slide, ការ please. ផងព្រះប៉ុណ្ណោះ Once upon a time in creation, នៅពេលវេលាមួយដែលជាពេលវេលាបង្កបង្កើតរបស់ផងព្រះ God created everything beautiful. គឺព្រះអង្គទ្រង់បង្កបង្កើតអ្វីៗទាំងអស់មានសោភ័ណភាពស្អាតមែនទែន The land, the sea, the stars, the យើងឃើញ moon, នៅទីនេះមានអីមានដីមានផ្កាយមានតារា trees, មានដើមឈើមានបាសាបាសីមានសត្វ human សមុទ្រ being. មានសត្វលើមេឃលើអាកាសសត្វមានមនុស្សមានទាំងអាដាមទាំងអេវ៉ាទាំងអីនៅទីនោះទាំងអស់
That was God's plan for us, នេះឯងគឺជាផែនការព្រះសម្រាប់ for យើង you គ្រប់ and for me. សម្រាប់អ្នករាល់គ្នាហើយក៏សម្រាប់ It was paradise. នេះឯងគឺជាឋានសួគ៌ God created the world beautifully, ព្រះអង្គទ្រង់បង្កើតលោកពិភពលោកនេះគឺស្អាតសោភ័ណភាពស្អាតមែនទែន but something went wrong. ប៉ុន្តែមានអ្វីមួយដូច We'll take a look at the next slide. ឥឡូវយើងមើលទៅនៅក្នុងស្លាយបន្តទៀត Because man turned away from God. ពីព្រោះដោយសារមនុស្សបានបែរចេញពីព្រះបានបែរចេញពីព្រះ The introduction of sin យើងឃើញមានអំពើបាប out of the garden. គឺបានចាក់ចេញពីសួន Once upon a time, that beautiful garden, ពេលវេលាមួយដែលកំពុងរស់នៅដោយសុខសាន្តដោយមានសោភ័ណភាពនៅในសួននោះ now we are chased out of the ឥឡូវ garden. នេះព្រះដេញចេញពីសួននោះសួនដ៏សុខសាន្តសួនដែលដោយសោភ័ណភាពនោះ There was a first murder, first sickness, ហើយដល់ពេលនោះឯងគឺជាពេលវេលាមួយការកាប់សម្លាប់មុនគេក៏កើតឡើងមកហើយជំងឺមុនគេគឺចូលមកដល់ផែនដី everything was perfect once upon a time, but now, because of disobedience of sin, man's condition has fallen. ដូច្នេះពេលវេលាអ្វីៗទាំងអស់កំពុងតែមានសោភ័ណភាពរីករាយប៉ុន្តែវាដោយសារអំពើបាបនៅពេលនោះឯងគឺដោយសារការធ្លាក់ចុះលក្ខខណ្ឌរបស់ប្រពន្ធនោះមិនគ្រប់ Selfishness. គឺស្អីគេអាត្មានិយម We always only think about ourselves. យើងធ្វើអ្វីៗទាំងអស់គឺចង់បានតែខ្លួនឯង Because of that, there's wars. ពីព្រោះដោយសារយើងមិនស្ដាប់បង្គាប់ផងព្រះ There's natural disaster. ដូចជាមានគ្រោះធម្មជាតិ That's what Joel chapter 1, the rest of those verses talks about. ដូចជាឲ្យបានជានៅក្នុងកាពីយូអាចំពុក1នេះឯងគឺនិយាយអ្វីៗទាំងអស់នៅក្នុងនោះឯង The land become dry. ទឹកដីនឹងខ្លាយទៅហួតហែង The fruits, famine. ដូចជាអាហារអត់មានអាហារមានទោសគ្រោះទោសរភឹកកើតឡើង These are the result of Genesis chapter 1, especially chapter 2, when sin come into man's life. នេះឯងគឺជាមហន្តរាយដែលកើតឡើងមកពីកាពីលោកុបាតចំពុក1ផុតចេញពីកំពើពីលោកុបាតមួយចូលចំពុក2ដែលនៅពេលអំពើបាបហូរចូលមកដល់ផែនដី The mango tree that you plant, ហើយដល់ពេលនោះឯងមនុស្សទាំងអស់ត្រូវតែដាំដើមឈើនោះអត់ដុះ no mango. អត់មានផ្លែស្វាយទៀតទេដល់តែនៅស្វាយទុំលែងមានផ្លែស្វាយទៀតហើយ The chicken you have, ហើយសត្វមាន់ដែលយើងចិញ្ចឹម no eggs. អត់មានបង្កើតពងទៀតទេលែងសួរអាណាពងមុនអាណាកើតមុនអាណាបែ The vegetables you have, បន្លែទាំងអស់ដែលយើងកំពុងដាំនៅលើដំណាំនៅសួនរបស់យើង other insects come and eat them ដល់ពេល away. នោះឯងមានសត្វល្អិតមកស៊ីតាពីខ្ទេច That was the situation in Joel. នេះឯងគឺជាស្ថានភាពដែលកើតឡើងនៅក្នុងព្រះគម្ពីរយូអែលនេះ That was our situation once upon a time before we know God. នេះឯងគឺជាពេលវេលាមួយនៅក្នុងពេលវេលាមួយមុននឹងយើងស្គាល់ព្រះ We face one problem into another problem. យើងប្រឈមមុខជាមួយនឹងបញ្ហាមួយធ្លាក់ចូលបញ្ហាមួយទៀត One problem into another problem. បញ្ហាមួយចូលទៅបញ្ហាមួយទៀត Our problem don't seem to end. ដូចជាបញ្ហារបស់បងយើងដូចអត់ចប់សោះដូចពិភពលោករាល់ថ្ងៃនេះ The animals we have, no more grass to eat. ហើយសូម្បីតែសត្វពាហនៈដែលយើងមានរកតែស្មៅស៊ីមិនបានផង No more seed to do planting. ហើយសូម្បីតែគ្រាប់ពូជដែលយើងដាំអស់តែគ្រាប់ពូជទៅទៀត Because there's no water, the tree dries off and die. ដូចតែដោយសារអត់មានទឹកដំណាំនោះវាដុះឡើងមកវាក៏ងាប់បាត់ទៅ Things become without life, lifeless. គឺអ្វីទាំងអស់ទៅជាហួតហែងលែងមានជីវិតអស់ន័យ No more hope. អស់សេចក្តីសង្ឃឹម We become very despair, disappointed. នៅពេលនោះដូចជាវេទនាណាស់ដូចជាបាក់ទឹកចិត្តខ្លាំងមែនទែន That is where what Joel chapter 1, នេះឯង chapter គឺ 2 កាពីយូ about. អែលចំពុក1នេះឯង Next slide, please. បន្តទៀតទូរភឹក Picture of a famine. គឺជារូបភាពនៃទូរ Dry ភឹក up. The sunflower died. ដូចដែលយើងឃើញស្អីគេផ្កាឈូករត់ក៏ងាប់ដែរនោះដើមផ្កាឈូករត់ And some of us can identify what it means to have nothing. យើងតគ្នាក៏យើងអាចនិយាយខ្លួនយើងដែរតើមានន័យយ៉ាងម៉េចឥឡូវយើងមានបាត់អីទៅទេឥឡូវបាត់អីទៅទេ Some of us work and work and work and still no money. ហើយយើងគ្រប់គ្នាឥឡូវនេះរាល់ថ្ងៃនេះគេធ្វើការតែ8ម៉ោងឥឡូវដល់12ម៉ោងទៀតដល់24ម៉ោងទៀតនៅតែអត់មានលុយ One job, 2 jobs, 3 jobs. អ្នកខ្លះមិនមែនធ្វើការងារតែមួយទេធ្វើការងារមួកពួយ2 3ការងារ3ហើយនៅតែរកអីបញ្ចុកមាត់បាន Still not enough. អត់គ្រប់គ្រាន់នៅតែអត់គ្រប់គ្រាន់
This was a condition in Joel. នេះឯងគឺជាលក្ខខណ្ឌដែលកើតឡើងនៅក្នុងព្រះគម្ពីរយូ It's ហា a ន warning. គឺជាពេលវេលាដែលព្រះអង្គបំរាម It's a result of sin. គឺជាលទ្ធផលចេញពីអំ It's ពើ a បាប result of turning away from God. នេះគឺជាពេលវេលាមួយដែលមនុស្សបែរចេញពីព្រះ Instead of living in the Garden of Eden, តើពីមុនមកមានទេមានបែរវ៉ាន់អីមានភពអទ្រព្យទាំងអស់នៅក្នុងសួនច្បារអីដែរណា now the gate of the garden is shut and guided by angels. ទ្វារនៃឋានសួគ៌ទ្វារនៃសួនអេដេននោះត្រូវបិទជិតមិនឲ្យមនុស្សចូលទៅវិញទេ Let's take a look at the next slide. សូមឲ្យមើលស្លាយបន្តទៀត Joel chapter 1, នៅឯកាពីយូអែលជំពូក1 13 to 20. ខ13ខ20ភ្នោះផ្លុំស្នែង God says, take a trumpet and start blowing. គឺព្រះអង្គមានបន្ទូលថាចូលផ្លុំស្នែងឡើង Come back to God. សូមឲ្យត្រឡប់មកព្រះវិញ Come ផ្លុំ back to ស្នែង God. ហៅគេឲ្យបែរមករក Be ព្រះវិញ serious with God. គឺត្រូវមានចិត្តទៅព្រះវិញ Take time to pray. គឺពេលវេលាមកអធិដ្ឋាន Take time to fast. ពេលវេលាតមទាំងអត់អាហារ Take time to believe God. គឺជាពេលវេលាដែលមកទីសក្ការៈរបស់ព្រះថ្វាយបង្គំព្រះ God has given the church the burden to save or reach out and talk to someone about Jesus. Save them by the help of God one per year. អត់មានដាក់បន្ទុកអ្វីនោះឡើយគឺព្រះដាក់បន្ទុកឲ្យពួកជំនុំនេះឯងគឺអធិដ្ឋានឲ្យពួកគេដទៃទៀតកំពុងស្ងួតហែកដែលដូចយើងមានបេសកកម្មថាមួយឆ្នាំឲ្យបានដណ្ដើមយកព្រលឹងវិញ្ញាណម្នាក់មកថ្វាយទៅព្រះ Do you know តើអ្នកដឹងទេ that actually you have the answer? ដូចទេយើងគ្រប់គ្នាជាអ្នកដែលមានចម្លើយសម្រាប់ You have the answer in Christ. យើងមានចម្លើយនៅក្នុងព្រះគ្រីស្ទ In the whole universe, គឺនៅពិភពលោកទាំងមូល whatever institutions, ទោះបីស្ថានភាពធំធេងប៉ុណ្ណាក៏ដោយ including our government, បូកជាមួយនឹងរដ្ឋាភិបាលដែរ do not have the answer. រដ្ឋាភិបាលលោកពួកលោកទាំងអស់រចម្លើយអត់មានដែរ Only the church has an answer. មានតែពួកជំនុំមួយគត់ដែលមានចម្លើយសម្រាប់ And you belong to the church. ហើយយើងតើគ្នាជាកម្មសិទ្ធិរបស់ពួកជំ You នុំ can give hope. ជាអ្នកដែលផ្ដល់សេចក្តី You can សង្ឃឹមដល់ give ពិភពលោកជាអ្នកផ្ដល់សន្តិភាព You can ដល់ give ពិភពលោក purpose. ដែលជាអ្នកផ្ដល់វត្ថុបំណងដល់ពិភពលោក If you know who you are, បើយើងដឹងថាខ្លួនយើងជាអ្នកណា if you know that you have the answer, ដល់យើងដឹងថាយើងជាអ្នកដែលផ្ដល់ and ចម្លើយ the ដល់គេ only one that has the answer, ហើយយើងតែមួយគត់តែពួកជំនុំតែមួយគត់ដែលជាអ្នកផ្ដល់ចម្លើយ Because you ដល់ពិ know ភពលោក God. ពីព្រោះយើងបានស្គាល់ព្រះអង្គ telling someone about Jesus, somebody, winning one person becomes a very easy job. គឺការងារដែលប្រាប់ដល់អ្នកដទៃទៀតដើម្បីឲ្យគេបានទទួលជឿព្រះដើម្បីឲ្យគេបានបែរមករកព្រះគឺជាការងារស្រួលមែនតើ More than one person per year. ដូចជាកុំឲ្យដាក់បេសកកម្មតែម្នាក់ប៉ុណ្ណោះ Easily លើសប៉ុណ្ណឹងទៀត 5% a year, ជាការស្រួលណាស់10នាក់ក្នុងមួយឆ្នាំ 10% a year. ឬក៏20នាក់មួយឆ្នាំ Maybe because I'm a preacher. បែរជាលោកអ្នកទាំងអស់ថាគាត់ដោយសារគាត់ជាគ្រូអធិបាយ I was in Central Asia about 2 years ago. គាត់ in- ទៅឲ្យមជ្ឈមណ្ឌលកណ្ដាលអាស៊ីនៅអាស៊ីកណ្ដាល Above នៅ China, ពីរ former ឆ្នាំ Soviet Union. នៅប្រទេសចិននៅ More ជិត than ជិត 25 people សហព័ន្ធរុស្ស៊ី come. More than 25 people come to receive Jesus as their personal savior. គឺមានមនុស្សប្រហែលជាង25នាក់បានទទួលជឿព្រះយេស៊ូវ Just one ដែលជា service, ព្រះសង្គ្រោះដល់គេ 25 people. ដូចនេះសូមទុកចិត្តមនុស្ស25នាក់នោះឲ្យទុកចិត្តដល់ព្រះហើយគេប្រែចិត្តជឿព្រះ So the answer is not because of you or because of me. ដូចជាខ្ញុំចង់និយាយថាមិនមែនដោយសារអ្នករាល់គ្នាមិនមែនដោយសារខ្ញុំទេ Actually, the answer is in you. ប៉ុន្តែចម្លើយគឺនៅក្នុងអ្នករាល់គ្នា You have the answer អ្នករាល់គ្នាមានកណ្ដាប់ដៃនៃចម្លើយ in Christ. នៅក្នុងព្រះគ្រីស្ទ You have the hope. អ្នករាល់គ្នាមានសេចក្តីសង្ឃឹម You know of God's promise. ដែលដឹងបំពីចម្លើយពីព្រះ You have many testimonies. អ្នករាល់គ្នាមានទីបន្ទាល់ច្រើនមែនតើបើឲ្យធ្វើទីបន្ទាល់នៅទីនេះ Like we have many testimonies. យើងមានទីបន្ទាល់ច្រើនមែនតើ How God give us 3 children from zero. គឺគ្មានអ្នកណាមួយដែលអត់មានកូនសោះបាត់ពី0មក How God healed us. ប៉ុន្តែព្រះអង្គទ្រង់ប្រទានឲ្យមាន3 Our children. កូនរបស់ផងយើង When we were in Japan as missionaries. នៅពេលដែលយើងនៅឯជប៉ុន In the coldest place in Japan, Hokkaido. នៅឯនៅទីកន្លែងមួយនៅជប៉ុនល្ងាមែនតើនៅអូខៃដូ Singapore weather is like Cambodia weather. Every day is summer. គឺ Every day is hot. នៅប្រទេសសិង្ហបុរីដូចអាកាសធាតុដូចប្រទេសខ្មែរអញ្ចឹងថ្ងៃណាខែណាក៏នាទីខៈរដូវដែរខ្មែរអញ្ចឹង
គឺក្តៅចាក់ដល់ចាក់ហ្មង Hokkaido temperature is 0 degrees. ប៉ុន្តែហូខៃដូនៅជប៉ុននោះគឺក្រម0ទៀតធ្លាក់ដល់ក្រម0ទៀត Winter is 6 months. 6 months ហើយ winter. គឺរដូវគេហៅថារដូវរងារដូវត្រជាក់នោះឯងគឺ6ខែ For 4 months, during those 6 months, no rain. ហើយសម្រាប់4ខែក្នុងរដូវវស្សារបស់គេ6ខែនោះ4ខែអត់មានភ្លៀងសោះ 4 months of snow. គឺ4ខែគឺធ្លាក់សិតតែ Nearly every day snow. សិតតែ snow ធ្លាក់មកគឺ snow ធ្លាក់រាល់ថ្ងៃធ្លាក់ពេញកម្រាល Can you imagine what it is from Singapore to go to Japan and serve as missionary? តើលោកអ្នកសប្បាយសម័យមើលនៅសិង្ហបុរីដូចនៅខ្មែរអញ្ចឹងស្រុកស្រួលណាស់ចង់ញ៉ាំស្វាយមកណាក៏បានអីមកណាបានហើយទៅធ្វើបេសកកម្មនៅជប៉ុនអញ្ចឹង Our oldest son you saw just now, he's only 16 months. That means 1.5 years old. កូនប្រុសរបស់ផងយើងកូនបងគេមកអស់ហ្នឹងទៅបាន6ខែដូចជាបាន16ខែគឺមួយឆ្នាំកន្លះប៉ុណ្ណោះឯង Our second son is like one of those babies up there. 4 months old baby. 4 months old baby. We went. កូនទី2របស់ផងយើងប្រហែលជាប៉ិនកូនង៉ែតនៅលើនោះគឺ4ខែប៉ុណ្ណោះឯងហើយយើងទៅជប៉ុនទៅបេសកកម្មនៅនោះ So in our life we got many testimonies. ហើយនៅក្នុងជីវិតរបស់ផងយើងអាចនឹងធ្វើបន្តច្រើនមែនតែប្រាប់លោកអ្នកបងប្អូន How God see us through. គឺរបៀបដែលព្រះនាំយើងរហូតដល់សពថ្ងៃនេះ Just like our brother said just now with the involvement for that week. If we're going to tell you many things there, you spend many hours just to watch what God is doing to the church. Our brother said just now. ដូចជាលោកគ្រូ About the mission work. លោកគ្រូសមនក៏ប្រាប់មិនហ្នឹងចឹងដូចជាបេសកកម្មដែលយើងបានមើលផ្ទាំងបេសកកម្មដែលលោកគ្រូទៅធ្វើនៅតំបន់មួយមិនហ្នឹងចឹងគឺការងារចឹងឯង I can tell you story until tonight midnight, but we don't have the time. ហើយខ្ញុំអាចប្រាប់រឿងច្រើនមែនតើប្រាប់រហូតដល់យប់អាត្រាតនៅថ្ងៃនេះ So each one of us has a testimony. គឺមានទីបន្តមួយទៅទីបន្តមួយទីបន្តមួយទៅទីបន្តមួយ Testimony of changed life. គឺទីបន្តនៃការផ្លាស់ប្ដូរជីវិតរបស់ផងយើង How God changed you. តើព្រះទ្រង់ផ្លាស់ប្ដូរជីវិតរបស់ផងយើងយ៉ាងដូចម្តេច My brother here, he told me just now, I was shocked. He learned English on the streets. ហើយខ្ញុំបានប្រាប់គាត់ក៏សួរខ្ញុំរៀនអង់គ្លេសមកពីណាខ្ញុំថាខ្ញុំរៀនអង់គ្លេសតាមផ្លូវ He didn't learn English from the school ខ្ញុំអត់បានរៀននៅសាលាវិទ្យាល័យណាឬ or from the university. ឬក៏សាកលវិទ្យាល័យអង់គ្លេសណាទេ Because during his time there were war going on. He got no opportunity to go to school. កំពុងសង្គ្រាមស៊ីវិលនៅឡើយហើយគ្មានសាលារៀនណាមកសាលារៀនអង់គ្លេសណាទេគេចាប់ដាក់គុកលើ And see what God is doing to him. ហើយនេះអាចគឺជាផុសតាងដែលព្រះទ្រង់ធ្វើការក្នុង He can understand everything I say and ហើយខ្ញុំអាច change យ it ល់ to ដល់អ្វី Cambodian. ដែលគាត់និយាយទាំងអស់ហើយខ្ញុំបកប្រែជាភាសាខ្មែរឲ្យលោកអ្នក That បាន is ស្ដាប់ដែរ a miracle. នេះឯងគឺជាការអស្ចារ្យ That is God at work. នេះឯងគឺជាព្រះកំពុងតែធ្វើការ Amen. អាមែន Take a minute to consider your life. ឥឡូវនេះសូមចំណាយពេល1នាទីចាប់អារម្មណ៍ពីជីវិតរបស់យើងវិញ Think about your own testimony. គិតពីទីបន្ទាល់ដែលព្រះអង្គធ្វើខែខ្លះក្នុងជីវិតរបស់ខ្ញុំ So my brother, my sister, បងប្អូនប្រុសស្រីខ្ញុំអើយ open your mouth and tell someone about what Jesus did in your សូម life. បើកប្រាប់គ្នានៅចិត្តនេះថាព្រះធ្វើការ And you can tell the person what God can do in me, God can do in you. ហើយប្រាប់ទៅអ្នកដែលចិត្តខាងយើងនឹងដែរប្រាប់ថាអ្វីដែលព្រះធ្វើការក្នុងខ្ញុំព្រះនឹងធ្វើការនឹងជាមួយអ្នកដែរ Then bring one person to Jesus is very easy. ដោយដែលនាំមនុស្សម្នាក់មកជឿព្រះអង្គស្រួលមែនតើ That's true, right? Bring one person to Jesus is very easy for 1 year. ដោយដែលសម្រាប់មួយឆ្នាំនាំមនុស្សម្នាក់មកជឿព្រះអង្គ Pastor did not say bring 10 people this year. ភាសាខ្មែរយើងថាស្រួលដូចបកចេក Pastor is very nice. លោកគ្រូមានសប្បុរសយើងមែនតើឲ្យយើងធ្វើការងារនេះតែម្នាក់ក្នុងមួយឆ្នាំប៉ុណ្ណោះគាត់សប្បុរសមែន Yes, តើ just bring one person in 12 months to Jesus. លោកគ្រូអត់មានជំរុញយើងទេលោកគ្រូឲ្យ It's very easy. ឲ្យមួយឆ្នាំតែមួយអ្នកប៉ុណ្ណោះ Why? មែនតើការងារហ្នឹង Why? Because you have a testimony. ពីព្រោះហេតុអីពីព្រោះលោកអ្នកបងប្អូនមានទីបន្ទាល់ហើយ You have a life in Jesus. ពីព្រោះយើងមានជីវិតនៅក្នុងព្រះគ្រីស្ទហើយ How Jesus give you a purpose, a meaning in life. សូមប្រាប់គេព្រះអយេស៊ូវឲ្យសេចក្តីសង្ឃឹមអីដល់យើងឲ្យវត្ថុបំណងអីដល់យើងឲ្យមានឆន្ទៈអីដល់យើងក្នុង You ជីវិត don't របស់ even យើ need ង to open the Bible yet. Talk about your life, what Jesus did to you. Then you can open John 3:16.
ហើយមុននឹងយើងបើកកាពីរបស់ផងយើងនៅឡើយយើងសូមធ្វើទីបន្ទាល់នៃជីវិតរបស់ផងយើងអ្វីដែលព្រះយេស៊ូវធ្វើហើយបន្តមកចាំយើងបើកទៅព្រះគម្ពីររបស់ផងយើងនៅយូហានចំពុក3ខ16 Serious prayer, holy fast, worship. ដោយដែលគឺយើងយ៉ាងម៉េចគឺយើងអធិដ្ឋានដោយតាំងចិត្តដោយតមអត្តហាដោយស្វ័យបង្គំស្រែករកព្រះអង្គ The Lord reminded me as I prepared this sermon about some of us losing our first love. ហើយខ្ញុំពេលដែលខ្ញុំរៀបចំព្រះរាជសារនេះព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំថាមានយើងមួយចំនួនបានបាត់បង់សេចក្តីស្រឡាញ់ដើម We become Christian for too long. ពីព្រោះដោយសារយើងវាវែងឆ្ងាយពេកជីវិតយើងវែងឆ្ងាយពេក Everything we take for granted. គ្រប់ទាំងអស់យើងលុបលន់ពេកយើងនេះពេកប្រគុណរបស់ផងព្រះអង្គលើសលប់សម្រាប់យើងពេក We forget how when we first know Jesus. យើងភ្លេចនៅសេចក្តីដើមរបស់ផងយើងមុនដើមដំបូងមុននឹងយើងស្គាល់ព្រះយេស៊ូវយ៉ាងម៉េច How we love to read the Word of God. ពីមុនមកយើងធ្លាប់ស្រឡាញ់ការអានព្រះបន្ទូលផងព្រះអង្គយ៉ាងម៉េច How we love to pray. តើពីមុនមកយើងធ្លាប់អធិដ្ឋានទៅព្រះជាប្រចាំយ៉ាងម៉េច How so easy our tears will flow when God touch us. ហើយតើនៅពេលដំបូងនោះឲ្យតែព្រះបានប៉ះពាល់ដល់ដួងចិត្តរបស់ផងយើងទឹកភ្នែកយើងហូរចេញទឹកនេត្រាយើងហូរចេញពីសម័យដើមនោះ How easy to just raise our hands to worship God. ហើយស្រួលមែនតើគ្រាន់តែលើកដៃឡើងហើយថ្វាយបង្គំព្រះប៉ុណ្ណោះ God is calling us to come back to Him. ព្រះអង្គទ្រង់បានត្រាស់ហៅកូនរបស់ព្រះអង្គបែរដួងចិត្តមករកព្រះអង្គវិញ Look at the seven Bye, churches. Look at the seven churches in Revelation. សូមឲ្យមើលទៅឲ្យពួកជំនុំទាំង7នៅកាពីវិវរណៈ Every message it ends with this. គឺគ្រប់ប្រទេសសាទាំងអស់គឺបញ្ចប់ដោយពាក្យនេះ Those of us who have ears, let us hear what the Spirit of God is saying to us. ចូលអរអ្នកណាដែលមានត្រចៀកសូមឲ្យស្ដាប់ចុះគឺព្រះវិញ្ញាណរបស់ផងព្រះនឹងចាក់បង្ហូរទៅអ្នក When God speaks, let's obey. បើពេលដែលព្រះទ្រង់មានបន្ទូលសូមស្ដាប់បង្គាប់ព្រះអង្គប៉ុណ្ណោះ I described this yesterday when I was talking to leaders. ខ្ញុំបានពិពណ៌នាការនេះថ្ងៃម្សិលមិញទៅពេលដែលខ្ញុំនិយាយទៅអ្នកដឹកនាំនៅចូលរួមសិក្ខាសាលានោះ During courting days. ជឿនៅពេលវេលាដែលយើងកំពុងតែបង្វឹកមើលទាំងអស់គ្នា You want to win your girlfriend. ពីព្រោះបើយើងចង់ You want someday ព្រោះបើយើងចង់របស់យើងជឿព្រះអង្គ You want someday that beautiful lady will to be your wife. យើងចង់នៅថ្ងៃមួយមានបំណងចង់ថ្ងៃមួយស្ត្រីដែលមានឆោមស្អាតខ្លាយទៅជាភរិយារបស់យើង You do everything for her. អូយើងនឹងធ្វើស្អីៗទាំងអស់ឲ្យតែធ្វើស្អីៗទាំងអស់សម្រាប់នាងបង្កប់ចិត្ត Before she reached the car, you quickly open the door. អូសូម្បី Please តែ sit in. នាងមិនតាន់ទៅដល់ឡានផងក៏ទៅបើកទ្វារឡានឲ្យនាងបាត់ហើយ Dinner, you straight away and put a chair. នាង Let មិន her តាន់ sit អង្គុយ down. នៅពេលអាហារពេលល្ងាចស្រស់ៗអាហារពេលល្ងាចមិនតាន់បានអង្គុយតុកស្រួលបួផងដាក់ម្ហូបអាហារ You do many special things គឺ so that រៀបចំតាំងអ្វីពិសេសដើម្បីបម្រើដល់នាង she's happy. ដើម្បីឲ្យនាងសប្បាយចិត្ត But everything changed once you got married. ប៉ុន្តែពេលរៀបការហើយស្អីគេ Isn't it true? គឺមិនមែនបាំងសមោអូនទៀតទេមិនមែនជា Do ការ your ask the Cứ wives. chưa đã. Do your husband still open the door for you to sit សួ in? រប្រព Go ន្ធយើង inside មើល first? ចឹងហ៎មុនមកដល់ប្តីបើកទ្វារឲ្យចឹងទេ Do តែរៀបចំឲ្យចឹង your husband now put the chair and ask you sit down first? តើបានរៀបចំកៅអីពិសេសសម្រាប់ឲ្យយើងអង្គុយមុនចឹងទៀតទេ Do your husband surprise you with many gifts? តើប្តីរបស់បងយើងបានទៅទិញស្អីគេទឹកអប់ម្សៅក្រែមអីដើម្បីធ្វើកាដូឲ្យទេ I understand that because I have one wife. ពីព្រោះខ្ញុំយល់ការនេះឯងពេលដែលខ្ញុំចង់បានប្តី Next ចង់ month បាន we are ប្រពន្ធ celebrating our 40th year anniversary. Next month 40th anniversary, Ruby anniversary. នៅខែក្រោយនេះឯងគាត់នឹងធ្វើខួបអាពាហ៍ពិពាហ៍40ឆ្នាំ Remember I told you I married late ហើយខ្ញុំប្រាប់ដល់លោកអ្នកបងប្អូនហើយខ្ញុំរៀបអាពាហ៍ពិពាហ៍យឺតមែនតើ and I'm going to celebrate my 40th anniversary next month. ហើយខ្ញុំអូគាត់ថានៅខួប4ឆ្នាំទេមិនមែន40ឆ្នាំទេ I let you know a ខួប secret. លើកទី4 I let you know a secret. ខ្ញុំសូមប្រាប់អំពី But you got to hold on to your chair.
but you got to hold on to your chair ពេលដែលខ្ញុំប្រាប់ថា Because ខួប4ឆ្នាំនោះហើយខួបឆ្នាំទី4 Because សូម you- ឲ្យកាន់កៅអី because you may have fallen off. You don't believe it. ពីព្រោះតែគាត់ប្រាប់មកប្រហែលជាអ្នករាល់គ្នាអាចធ្លាក់ចុះពីព្រោះអត់ជឿសូមឲ្យកាន់កៅអីជាប់ Because I'm 73 years old. 73 3. ឥឡូវនេះគាត់73ឆ្នាំ I'm 73 years old. គាត់73ឆ្នាំហើយ And I stay active. ហើយខ្ញុំនៅតែមានសកម្មភាពនៅមានសកម្មនៅឡើយ I keep myself physically fit. ជាការពិតគឺរូបកាយរបស់ផងខ្ញុំ I វា read ស៊ីនឹងស books. កម្ម I read the Bible to keep my mind sharp. គឺខ្ញុំតែងតែអានព្រះគម្ពីរដើម្បីបង្រៀនបង្វឹកដល់ I build a- ដល់បញ្ញា I របស់ build ផង a- ខ្ញុំគំនិតរបស់ផងខ្ញុំឲ្យមុត I build a close relationship with God, with the Spirit. ខ្ញុំកសាងការស្និទ្ធស្នាលជាមួយនឹងព្រះអង្គជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ Do you know that you have a body, a soul, and a spirit? តើអ្នករាល់គ្នាបានដឹងទេអ្នករាល់គ្នាមានរូបកាយដែលមានរូបកាយមានបលឹងមានវិញ្ញាណដឹងទេនៅក្នុងរូប We កាយរបស់យើង only have one body. ទាំង3នេះបូកមកនៅតែរូបកាយតែមួយទេអញ្ចឹង If I don't take care of my body, បើខ្ញុំមិនថែទាំសុខភាពមិនថែទាំដល់រូបកាយរបស់ខ្ញុំទេ I'm no use. ខ្ញុំអត់មានប្រយោជន៍ទេ So I want to advise all of us, including myself. ដូចជាខ្ញុំចង់អញ្ជើញអ្នករាល់គ្នាហើយនឹងទាំងរូបកាយរបស់ខ្ញុំដែរ You want to live long? តើអ្នករាល់គ្នាចង់រស់នៅអាយុវែងឆ្ងាយ Love Jesus. សូមស្រឡាញ់ព្រះយេស៊ូវឲ្យជិតស្និទ្ធស្នាល Amen. អាមែន The joy of God becomes your strength. គឺបលាំងរបស់ផងព្រះសេចក្តីអំណររបស់ផងព្រះคล้ายទៅជាកម្លាំងរបស់ផង Give យើង time to the Spirit. គឺ Give time to the Spirit of God. គឺ Your យើង own ចំ human ណាយ spirit. ពេលដល់ព្រះអង្គចំណាយពេលជាមួយនឹងព្រះអង្គ Build your relationship with ទំ God នាក់ទំ strong. នងជាមួយនឹងព្រះកាន់តែរឹងមាំឡើងស្អិតរមួតឡើង Keep your mind sharp. សូមរក្សាគំនិតរបស់ផងយើងឲ្យមុតស្លា Take care of your body. សូមឲ្យថែទាំសុខភាព Because ថែ I ទាំ only ដល់ have រូបកាយ one របស់យើង body to live. យើងមានតែរូបកាយតែមួយទេរូបកាយសាច់ឈាមយើងតែមួយទេដែលរស់នៅលើផែនដីនេះ Few years ago, my father graduated to heaven. នៅ3ឆ្នាំមុននេះឯងឪពុករបស់ផងគាត់នេះបានទទួលសញ្ញាបត្រទៅឋានសួគ៌ហើយ At 101 years old. គឺ101ឆ្នាំ Amen. But of course, I realized that lifestyle may change. I cannot promise I can live that long, but because of the lifestyle, the food we eat. ដូចគេឲ្យតាមរយៈដែលយើងញ៉ាំអាហាររាល់ថ្ងៃតាមរយៈអ្វីៗទៅរាល់ថ្ងៃនេះខ្ញុំជឿថាជីវិតរបស់ខ្ញុំមិនអាចរស់នៅដល់101ឆ្នាំដោយឪពុកខ្ញុំទេ But it's your responsibility to take care of your own body, soul, and spirit. ប៉ុន្តែអ្នករាល់គ្នាជាការបំណួរខុសត្រូវរបស់អ្នករាល់គ្នាត្រូវថែទាំពលឹងរបស់ផងយើងវិញ្ញាណរបស់ផងយើង Let's continue សូមបន្តទៅទៀត with the next slide. សូមឲ្យស្លាយបន្តទៀត Remember your love for God. សូមឲ្យយើងដឹងច្បាស់ថាយើងព្រះស្រឡាញ់យើងណាស់ Next slide. តទៀត He changed us. ព្រះអង្គទ្រង់ផ្លាស់ប្ដូរជីវិតរបស់យើង God called us to go back to Him. គឺព្រះអង្គបានត្រាស់ឲ្យយើងមកផ្សះផ្សាជាមួយនឹងព្រះអង្គវិញមិនចឹងទេ In spite of the sad description in Joel chapter 1, គឺជាការងារមួយក្នុងចន្លោះពេលវេលាដែលវេទនានៅក្នុងយូអាល់ចំពុកមួយនេះ the famine, theភាពទូរភ័ព្ទ seedless, without hope, without life. អស់សង្ឃឹមអស់ជីវិតទៀត Yet God tells us, ប៉ុន្តែព្រះអង្គនៅតែមានបន្ទូលមកកាន់យើង God remind us. ព្រះអង្គនៅតែរំលឹកដល់យើងទាំងអស់គ្នាឡើងវិញ We sang about the goodness of God just now. យើងទៅតែនិយាយអំពីការល្អដែលព្រះអង្គបានធ្វើសម្រាប់យើងនៅពេលមិញនេះ With our mouth, we declare how good God is to us. នៅបបោមាត់របស់ផងយើងដែលបានពោលថាព្រះអង្គទ្រង់ធ្វើការល្អសម្រាប់យើង We sang about the glory of God. ហើយយើងក៏បានច្រៀងពី We សេរី sang រុង about រឿង the របស់ព្រះ worthiness of God's name. ហើយយើងបានកំពុងតែច្រៀងអំពីព្រះនាមរបស់ព្រះអង្គស័ក្តិសមនឹងទទួលសេរីរុងរឿង It is true, God is kind. ជាការពិតគឺព្រះអង្គទ្រង់សប្បុរស God is merciful. ព្រះអង្គទ្រង់មេត្តាករុណា God is patient. ព្រះអង្គទ្រង់អត់ធ្មត់សម្រាប់អ្នករាល់ God គ្នា is extravagant in His love. គឺព្រះអង្គទ្រង់បានបញ្ចេញសកម្មភាពនៃសេចក្តីស្រឡាញ់របស់ព្រះអង្គបានបង្ហូរដល់អ្នករាល់គ្នា I like the story of Jonah. ខ្ញុំស្រឡាញ់សាច់រឿងរបស់លោកយូណា When God called him, he go the opposite direction. ពេលព្រះអង្គហៅគាត់
អញទៅផ្ទុយអញទៅកន្លែងអញទៅ And ទៅ God ចាស់ទិស caused the seamen to throw him into the sea. ហើយដល់ពេលនោះហើយព្រះអង្គធ្វើឲ្យទឹកសមុទ្រមានបញ្ហា Because he want to run away from ចូល God. ទៅទឹកសមុទ្រ He wants to run away from God. ពីព្រោះគាត់ចង់រត់ចេញពីព្រះកុំឲ្យមាន And ប្រវត្តិរបស់ព្រះ God caused a big whale or big fish to swallow him up. ហើយនៅពេលនោះព្រះអង្គបានឲ្យត្រីបលែនមួយយ៉ាងធំមកដល់លេបគាត់ចូលក្នុងពោះផ្លាត់ Inside the belly of the big fish, Jonah 2. ហើយនៅពេលនោះឯងគឺយូណានៅក្នុងឯពោះរបស់ត្រីបលែននោះ He's alone with God. នៅពេលនោះឯងគាត់នៅតែម្នាក់ហើយ Lots of seaweeds in the stomach. ហើយនៅក្នុងពោះត្រីបបាលនោះត្រីបលែននោះ A lot of fish. សិតតែសរាយសមុទ្រនៅក្នុង A lot of fishy smell in the stomach. ហើយនៅក្នុងពោះរបស់ត្រីបលែននោះសម្បូរសិតតែគ្រឿងសំអុយកម្រុងនៃសត្វត្រីសត្វអីផ្សេងៗនៅក្នុងពោះត្រីបលែនត្រីប God លែននោះ says, you try to run away from me. ហើយព្រះអង្គថាឯងចង់រត់ចេញពីអញ Now I kept you in the fish stomach. ឥឡូវនេះអញដាក់ឯងចូលក្នុងពោះ You cannot run away anymore. ឯងលែងរត់ចេញរួចហើយនៅក្នុងពោះហ្នឹង Sometimes we may be in that situation. មានពេលខ្លះយើងម្នាក់មួយចំនួនក៏ដូចជាស្ថានភាពយូរណាស់ហ្នឹងដែរ We run away from យើង God. រត់រហូតស្អីបន្តិចរត់ចោលព្រះស្អីបន្តិចរត់ចោលវិហារស្អីបន្តិចរត់ចោលទីតាំង But we come to a dead end. ប៉ុន្តែនៅពេលវេលាមួយនឹងមកដល់ដូចយូណាស់ចឹង It was in the stomach that he realized God is kind. គឺជាពេលវេលាមួយនៅក្នុងពោះសត្វត្រីបាឡែននោះឯង Jonah chapter 2. ដឹងព្រះនៅ He យូណា realized ចំ that ពុក God, you are merciful. នៅយូអាចំពុក2 You still love me. 24និយាយអំពីព្រះអង្គទ្រង់អាណិតអាសូរព្រះអង្គមានសេចក្តីមេត្តាករុណា And in chapter 3 of Jonah, ហើយនៅឯគម្ពីរយូណាចំពុក3 the whole Nineveh received a revival. First revival. នៅពេលនោះឯងគេចាប់ផ្ដើមឃើញការផុសនៅទីក្រុងនីនេវេនោះឯងទីក្រុងនីនេវេមនុស្សចាប់ផ្ដើមប្រែចិត្តដោយសារយូ But ណា Jonah was very sad នៅពេលនោះឯងគេប្រែចិត្តទាំងអស់មកក្រុងគេប្រែចិត្តទាំងអស់មានចលនាប្រែចិត្តស្រាប់តែយូណា because God actually asked him to declare the disaster is coming. I'm going to wipe up all of you. ពីព្រោះព្រះមានបន្ទូលទៅឲ្យយូណាដើម្បីឈរឡើងប្រកាសថាឯងមិនប្រែចិត្តទេអញនឹងឲ្យមហន្តរាយមកដល់អញនឹង But because the whole city repented, right from the king to the animals. ហើយដោយសារទីក្រុងនីនេវេមានមនុស្សប្រែចិត្តទាំងអស់រហូតពីស្ដេចរហូតដល់សត្វទៀតសត្វវាប្រែចិត្តទៀតយូណាខឹងហ្មងខឹងព្រះហ្មង Jonah wasn't happy. យូណាខឹងព្រះខ្លាំងមែនទែនក្តៅក្រហាយជាមួយព្រះទៀត God caused a tree to grow and give him shade. ព្រះក៏បានជប់ឲ្យមានដើមឈើមួយមក Because it was ដើម very ឈើ hot. ដល់ហើយមានប្រលប់ហើយគាត់នៅក្រោមដើមឈើហ្នឹង Then God caused another worm to eat up the tree, and the tree ហើយ died. ព្រះអង្គក៏ហៅសត្វដង្កូវមកស៊ីអាស្លឹកឈើហ្នឹងអស់អាស្លឹកឈើហ្នឹងងាប់ភ្លាម And God told Jonah, ហើយព្រះមានបន្ទូលទៅកាន់យូណាស់ថា there are still 120,000 souls in Nineveh. គឺនៅមាន120បលឹងវិញ្ញាណទៀតនៅទីក្រុងនីនេវេនេះ You are unhappy, you are angry because the tree I created for you, the branch I created for you died. What is this little branch compared to 120,000 people? ហើយពេលឯងមានការខឹងសម្បាពេលអញជប់ឲ្យមានដើមឈើមកឯងមានមលប់ឯងឲ្យតកៅបស៊ីឯងខឹងចុះប្រៀបធៀបរឿងដើមឈើនេះទៅជាមួយនឹងបលឹងវិញ្ញាណ120នាក់ទៀត God loves souls. ព្រះអង្គទ្រង់ស្រឡាញ់បលឹងវិញ្ញាណមនុស្ស God loves human beings. ព្រះអង្គទ្រង់ស្រឡាញ់មនុស្សជាតិ That's why God wants us as human beings to reach out to another human being. ហេតុនេះហើយបានជាព្រះទ្រង់ឲ្យមនុស្សជាតិទាំងអស់ដែលជាកូនរបស់ផងព្រះអង្គទៅឈោងចាប់យកមនុស្សជាតិដតីទៀតដែលជាកូនរបស់ផងព្រះអង្គ In the Old Testament, God caused the donkey to speak. នៅឯគម្ពីរសញ្ញាចាស់ព្រះអង្គឲ្យសត្វលាចេះនិយាយ In the New Testament, God says, even the stones, they can worship God if you don't worship me. ទោះបីនៅគម្ពីរសញ្ញាថ្មីព្រះអង្គថាម៉េចបើឯងរាល់គ្នាមិនថ្វាយបង្គំអញទេអញនឹងឲ្យថ្មច្រៀងថ្វាយបង្គំអញ God can cause all this to declare the gospel. ព្រះអង្គទ្រង់នឹងបណ្ដាឲ្យធម្មជាតិនានាប្រកាសដំណឹងល្អរបស់ផងព្រះ But God chooses you and me, human being, to share the gospel to another human being. ព្រះទ្រង់បានហៅដល់យូដាស
ព្រះបានហៅដល់យើងអ្នករាល់គ្នាទាំងខ្ញុំដែរដើម្បីប្រកាស Let's take a look at the next ដំណឹង slide. ល្អទៅដល់មនុស្សជាតិទាំងអស់សូមឲ្យមើល slide បន្តទៀត From suffering to What? restoration. បន្ទាប់ពីការសោកសង្រេងពីសេចក្តីវេទនាឥឡូវនេះចូលដល់កន្លែងស្ដារឡើងវិញ This is the opposite of what he described to us in chapter 1. នេះឯងគឺជាការមួយដែលផ្ទុយពី UL ចំពុក1 Not that because God changed his mind. ពីព្រោះដោយសារព្រះអង្គទ្រង់បានផ្លាស់ប្ដូរដល់ហោរា UL Yes, in some way it's true. God changed his mind when we repent. ជាការពិតពេលវេលាមួយព្រះអង្គទ្រង់នឹងផ្លាស់បំប្រែគំនិតរបស់ផងយើងនៅពេលដែលយើងផ្លាស់ប្ដូរជីវិតនៅពេល Just ដែលយើ like ងប្រែ Jonah ចិត្ត chapter 2, God wants to destroy Nineveh, but the people repent, God spare the destruction. ដូចជានៅយូណាសចំពុក2ដែលព្រះអង្គទ្រង់ចង់បំផ្លាញទីក្រុងនីនេវេប៉ុន្តែព្រះអង្គបានឲ្យក្រុងនីនេវេបានប្រែចិត្តហើយព្រះអង្គក៏បានឲ្យគេបានរីកចម្រើនឡើង Perhaps this morning's message may be for some of you. ប្រហែលជាព្រះបន្ទូលផងព្រះអង្គពីរឿងលោកយូណាសរឿងអីនេះប្រហែលជាសម្រាប់យើងមួយចំនួននៅទីនេះ You may be here, ប្រហែលយើងទាំងអស់គ្នាប្រហែលជានៅទីនេះបានឮ but you are far away from God. ប៉ុន្តែយើងកំពុងនៅឆ្ងាយពីព្រះ And God is asking me to talk about your first love. ហើយព្រះអង្គកំពុងតែមានបន្ទូលមកកាន់តាមរយៈខ្ញុំតាមបបោមាត់របស់ខ្ញុំថា The សេច need- ក្តីស្រឡាញ់ដើមរបស់អ្នកនៅ You ណា need to come back to God. អ្នកសូមអ្នកត្រឡប់មកព្រះវិញបែរមកព្រះវិញ And God is saying to you, ព្រះអង្គកំពុងមានបន្ទូលទៅកាន់ដួងចិត្តអ្នករាល់គ្នា He wants to once again គឺព្រះអង្គទ្រង់ចង់ស្ដារអ្នកឡើងវិញម្ដងទៀត to change the situation of chapter 1 គឺដើម្បីផ្លាស់ប្ដូរគម្ពីរយូអាចំពុក1នេះស្ថានភាពគម្ពីរ To យូអា chapter ចំពុក 2. 1មកចំពុក2វិញ He once again wants to bring fullness of your crops. គឺព្រះអង្គចង់ឲ្យភោគផលពីក្របពូជរបស់ផងយើងបានคล้ายទៅជាបរិបូរណ៍ឡើង Because the 4 months of snow in Hokkaido, Sapporo, there's a water retention on the ground because of the snow. ពីព្រោះនៅពេលវេលាមួយនោះឯងគឺដោយសារមានប្រលធ្លាក់ច្រើនពេកធ្វើឲ្យដីនោះវាអត់មានជីជាតិដីនោះនឹងរីងស្ងួតហើយអត់មានផលផ្លែទេ Everything you throw on the ground, it grows because there's water underneath. ពីព្រោះអ្វីៗទាំងអស់ដែលយើងដាំវាដុះមែនពីព្រោះវាមានជាតិសំណើមនៅខាងក្រោម Strawberries, ដូចជាយើងដាំស្អីគេដាំស្ទូប៊េរី potatoes, ដាំដលង all kinds of crops you plant, it will grow because of the water retention due to the snow. ពីព្រោះអ្វីៗទាំងអស់ដែលយើងដាំបានដាំមកគឺវាដុះវាមានផ្លែផលផ្លែពីព្រោះដោយសារមានទឹកសំណើមជាមួយនឹង snow នោះឯង Fruitfulness. ហើយធ្វើឲ្យមានផលផ្លែជាបរិបូរណ៍ឡើង Now that you come back to God, ឥឡូវនេះជាពេលវេលាមួយដែលយើងមកឲ្យព្រះ your relationship with God once again got warm up and in fact on fire for God. នៅពេលនោះការតំណាក់តំណងរបស់ផងព្រះបានជាមួយយើងនឹងព្រះបានសិទ្ធស្នាជាមួយនឹងព្រះអង្គឡើងវិញនៅពេលនោះឯងយើងនឹងមានជីជាតិឡើងមកវិញ This will come to you, នេះឯងគឺនឹងការទាំងអស់នេះនឹងហូរ but ចូលមក on one condition: ប៉ុន្តែយើងមានលក្ខខណ្ឌមួយ repent and come back to God. ត្រូវតែប្រែចិត្តហើយត្រឡប់មកសេចក្តីស្រឡាញ់ These are the rewards He's waiting for us to have. នេះឯងគឺជារង្វាន់ដែលព្រះអង្គចង់ឲ្យគ្រប់កូនគ្រប់រូបទាំងអស់ But you have to do the earlier verses. Repent, ប៉ុន្ blow តែ the ត្រូវ trumpet, តែ come ធ្វើ back to God. ដំណើរមុនគេបំផុតគឺការប្រែចិត្តត្រឡប់មករកព្រះអង្គម្ចាស់វិញ The land that was once famine now become good land. ដីដែលគ្មានជីជាតិដីដែលធ្វើឲ្យទូរភឹកឥឡូវនេះខ្លាយទៅជាដីដែលសម្បូរដោយភពទ្រព្យ The dying sunflower you watched just now because of famine. Now there's abundant rain. ឥឡូវនេះយើងឃើញហើយការឈូករត់ងាប់ឡើងសម្ពូនទៅឡើងច្រោកទៅប៉ុន្តែឥឡូវនេះសម្បូរទៅដោយទឹកភ្លៀងដែលមកពីព្រះបង Instead of weeping and crying, now there's dancing, there's rejoicing. ហើយបន្ទាប់ពីមុនមកយំផងទឹកភ្នែកផងសោកសង្រេងផងវេទនាផងឥឡូវនេះខ្លាយទៅជាអំណរសប្បាយ Hallelujah. ហាឡេលូយ៉ា Let's take a look at the next slide as we try to end as soon. ដោយតែសូមឲ្យយើងនិយាយទៅកាន់គ្នាទៅវិញមកថាសូមធ្វើសកម្មភាពនេះឡើងភ្លាម This is what God wants to do to us. ព្រះចង់ឲ្យធ្វើឡើង Hallelujah. ហាឡេលូយ៉ានេះព្រះចង់ Restoration. សូមធ្វើសកម្មភាពនឹងភ្លាម The second point I talked about Moses yesterday, restoration.
នៅថ្ងៃម្សិលមិញចំណុចទី2ខ្ញុំនិយាយពីលោកម៉ូសេពីការស្ដារឡើងវិញ God asked Moses, what do you have? ព្រះបានសួរទៅលោកម៉ូសេថា And ឯងមានអីនឹងដៃ there was transformation from a wooden staff to become a snake and back to the wooden staff. គឺព្រះអង្គបានបំផ្លាស់បំប្រែឈើច្រត់ពីឈើទៅពោះចប់ពីពោះមកឈើវិញ And that was my first point about transformation. But this is restoration. នេះឯងគឺពេលនោះឯងគឺគ្រាន់តែជាការផ្លាស់ប្ដូរប៉ុណ្ណោះប៉ុន្តែនេះគឺជាការស្ដារឡើងវិញការស្ដារឡើងវិញ A normal hand become a leprous hand. ដូចតែមានថាអត់មានដៃពីមុនមកហើយនេះខ្លាយទៅជាមានដៃមកវិញ And the leprous hand put in back and become normal hand. គឺដៃខាងឆ្វេងអត់មានឥឡូវនេះបានមានដៃខាងឆ្វេងធម្មតាឡើងវិញដៃខាងស្ដាំមាន God wants to restore your life. You once know God. But through the cares of this life, you've been drifted away from God. And God is speaking to you this morning. Come back to Him. God wants to take back what the enemy has taken from you. Hallelujah. And many more foes. 30-fold, 60-fold, 100-fold. Because now your enemy is defeated. Next slide, please. អត់លឺ This is a promise quoted in the book of Acts. នេះឯងគឺជាសេចក្តីសន្យារបស់ព្រះបានលើកឡើងនៅក្នុងគម្ពីរកិច្ចការ We are living in the last days. យើងកំពុងរស់នៅថ្ងៃចុងក្រោយឡើយនេះ And this is a promise for all of you. នេះឯងជាសេចក្តីសន្យាសម្រាប់អ្នករាល់គ្នា There's a difference between me while sitting down and begin to preach. នេះឯងគឺជាការមួយដែលរវាងអ្នកនិងខ្ញុំដែលអ្នករាល់ដែលអង្គុយចុះហើយយើងគ្រាន់តែអធិប្បាយ Because of the power of the Spirit. ពីព្រោះដោយសារអំណាចចេស្តានៃព្រះបន្ទូលផងប្រង When I preach, I got excited. ណា When I preach, I got excited. នៅពេលដែលខ្ញុំអធិប្បាយព្រះបន្ទូលផងប្រងខ្ញុំមានការរំភើបមែនទេ Because I preach under the anointing and the power of the Holy Spirit. ពីព្រោះខ្ញុំកំពុងអធិប្បាយដោយអំណាចចេស្តានិងការចាក់ប្រេងតាំង The នៃព្រះវិញ្ញាណ promise បរិសុទ្ធ of the Holy Spirit in Joel chapter 2, 28 to 32, also in Acts, is for you today. ព្រះបន្ទូលផងព្រះអង្គដែលព្រះអង្គចាក់ប្រេងតាំងឲ្យខ្ញុំថ្លែងសម្រាប់អ្នកតាំងពីគម្ពីរយូអែលព្រះគម្ពីរយូអែលចំពុក2ខ28ដល់32រហូតដល់គម្ពីរកិច្ចការចំពុក2ខ17 21សម្រាប់អ្នករាល់គ្នា You can be a man and woman full of the Holy Ghost. សូមយើងទាំងគ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធបំពេញនៅព្រះវិញ្ញាណបរិសុទ្ធ It ទៅពេលនេះ covers everybody. You are inside there. ពីព្រោះអ្នករាល់គ្នាកំពុងនៅក្នុងសុបិនរបស់ផងព្រះកំពុងនៅការថ្លែងព្រះបន្ទូលផងព្រះទៅដល់អ្នករាល់គ្នា You are sons and daughters of the Most High God. ពីព្រោះអ្នករាល់គ្នាជាកូនប្រុសស្រីរបស់ផងព្រះដ៏មានដ៏ខ្ពង់ខ្ពស់បំផុត You are older men and older women inside here. ហើយអ្នករាល់គ្នាជាចាស់ទុំ You ទាំងស្ត្រី shall ទាំង dream បុរស dreams. នៅក្នុងនេះឯង You have young men and young women here. ហើយអ្នករាល់គ្នាជាស្ត្រីនៅក្នុងវ័យក្មេងហើយនឹងជាបុរសនៅក្នុងវ័យ You ក្មេង have ទៅទីនេះ male and female helpers here. គឺអ្នករាល់គ្នាទាំងអស់កំពុងតែនៅក្នុងគម្ពីរកិច្ចការចំពុក It is all 2ខ17 It is all inclusive. គឺគ្រប់ទាំងអស់បាននៅទាំងស្រុងជាមួយ The នឹងព្រះ Holy Spirit is for all of us. ព្រះវិញ្ញាណបរិសុទ្ធសម្រាប់អ្នករាល់គ្នាមិន If you ថា have ចា not ស់ filled វ័យ the Holy Spirit, នេះឯងគឺជាអំណាចនៃព្រះវិញ្ញាណប let រិសុ your ទ្ធ pastor know. ហើយលោកគ្រូកងវាអ្នករាល់ Let គ្នា your ក៏បាន leaders know. ហើយអ្នកដែលដឹកនាំសាមិញក៏បានដឹងដែរព្រះវិ And ញ្ញា they ណប can រិសុទ្ធ pray for the baptism of the Holy Spirit upon you ហើយយើង with ក៏ the បាន help of ទូ God. សូមការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធសម្រាប់អ្នករាល់គ្នាសំសាមិញដែរ Because God wants to empower you, not for yourself, but to serve Him. ពីព្រោះព្រះចង់ផ្ដល់ឥទ្ធិពលដល់អ្នករាល់គ្នាដើម្បីមិនមែនសម្រាប់អ្នករាល់គ្នាតែផ្ទាល់ខ្លួនទេសម្រាប់បម្រើដល់អ្នកដទៃទៀត And I conclude with the next few slides. Next slide, please. ហើយសូមខ្ញុំនឹងបញ្ចប់នៅស្លាយតទៀត This is what happened in the last days. នេះឯងគឺជាការដែលកើតឡើងនៅថ្ងៃចុងក្រោយ
mentioned in Joel chapter 2 just នៅ now. កាពីយូអែលចំពោះ2ខនៅកាពីយូអែល Even the skies seems to be different now. សូម Whole បីតា atmosphere. ផ្ទៃមេឃឥឡូវនេះកំពុងតែរង្វើរវាយកំពុងតែមិនដឹងនៅទីតាំងណា Blood ទេ moon, ដូចជាមានស្អីគេហៅប្រច័ណ្ឌឈាម mist and haze and smoke. ហើយយើងឃើញមានស្អីគេមានតាំងពី Fire. ផ្សែងមានតាំងពីផ្សែងឡើងអ៊ូអាប់ពេញផ្ទៃអាកាស We are living in the last days prior to Jesus coming. គឺយើងកំពុងតែរស់នៅថ្ងៃចុងក្រោយផែនការរបស់ផងព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ Don't waste our time. Don't waste our life. សូមកុំបំផ្លាញពេលវេលារបស់ផង Next យើង slide, please. កុំបំផ្លាញជីវិតរបស់យើងឡើយ I mentioned about the paradise in Garden of Eden. ខ្ញុំបាននិយាយអំពីឋានសួគ៌នៅឯសួនច្បារអេដេន That's the beginning of the Bible. នេះឯងគឺជាការចាប់ផ្ដើមនៃព្រះគម្ពីរ At the end of the Bible, But- Revelation. ប៉ុន្តែនៅកាពីចុងក្រោយកាន់ចុងក្រោយនៅកាពីវិវរណៈ This Garden of Eden not only restore, but a new heaven ប៉ុ for ន្តែ us. សួនច្បារនេះឯងគឺជាសួនច្បារស្ដារឡើងវិញប៉ុន្តែគឺជាឋានសួគ៌ថ្មី If you have not received Jesus as your own personal Savior, បើអ្នករាល់គ្នាមិនបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួននៅឡើយ you may be here for a couple of months or even weeks. ប្រហែលជាអ្នករាល់គ្នាមកទីនេះប្រហែលជាមួយសប្តាហ៍ឬក៏3-4 ខែហើយនៅតែមិនទាន់ប្រែចិត្តជឿព្រះ But you have not yet given your life to Jesus. ប៉ុន្តែយើងមិនទាន់បានថ្វាយខ្លួនជឿព្រះនៅឡើយ Spiritually, you're not born again. នៅក្នុងឯវិញ្ញាណមានន័យថាយើងអត់បានកើតជាថ្មីនៅក្នុងឯវិញ្ញាណទេ Today is the opportunity for you. ថ្ងៃនេះគឺជាឱកាសសម្រាប់អ្នករាល់គ្នា We heard yesterday a third stage cancer man living in Canada, a Cambodian, was healed by Jesus. យើង Yesterday. បានឮថ្ងៃម្សិលមិញមានន័យថាជំងឺមហារីក3ទ្រហើយនៅឯប្រទេសកាណាដាគ្រូពេទ្យណាក៏ព្យាបាលជាដែរប៉ុន្តែថ្ងៃម្សិលមិញបានជា But more fantastic in heaven. ប៉ុន្តែយើងឃើញថានៅឋានសួគ៌ថ្មីនេះគឺការអស្ចារ្យនឹងកើតឡើង In heaven, there's no more pain, គឺនៅឋានសួគ៌ថ្មីនេះលែង no មាន more ការឈឺចាប់ sickness, no more tears, no លែង more មានការ darkness, ឈឺលែងមានទឹកភ្នែកលែងមានការសោកសង្រេងទៀតហើយឋានសួគ៌ថ្មី no more sins. ហើយក៏គ្មានអំពើបាបទៀតដែរ In heaven, there's eternal life. នៅក្នុងឋានសួគ៌យើងរស់នៅដោយអស់កលជានិច្ច If you are a Christian, បើអ្នករាល់គ្នាជាគ្រីស្ទបរិស័ទ we are alive, so we have life on earth. ពីព្រោះយើងមានជីវិតដែលយើងមានជីវិតនៅរស់នៅផែនដីមែន But the Bible assures us that we have also eternal life. ប៉ុន្តែក្នុងព្រះគម្ពីរបានបញ្ជាក់ប្រាប់យើងច្បាស់ថាយើងនឹងមានជីវិតអស់កលនៅឯឋានសួគ៌ A life that doesn't die, that's គឺ eternal life. ជាជីវិតដែលមិនស្លាប់ទៀតទេ Yes, our body ដែល may ជីវិតអស់ rest កល on earth because thus we came, thus we return. ដូចជាពិតប្រកបរូបកាយរបស់ផងយើងនឹងស្លាប់នៅលើលោកីយ៍នេះពីព្រោះរូបកាយយើងកើតចេញពីដីដីត្រូវតែត្រឡប់ទៅជាដីវិញ But our soul and our spirit live on. ប៉ុន្តែប្រឡឹងវិញ្ញាណរបស់ផងយើងនិងវិញ្ញាណរបស់ផងយើងនឹងរស់រីករាយជាមួយនឹងព្រះ Over the last 6 months, គឺ6ខែមុននោះ my mother-in-law passed away, but promoted to heaven. ហើយប៉ុន្តែម្ដាយក្មេករបស់ផងគាត់នេះគឺបានស្លាប់ 2 months ago, my mother promoted to heaven. ហើយ2 ខែមុននេះម្ដាយរបស់ផងគាត់ក៏ស្លាប់ដែរ So within 6 months, 2 of my loved ones promoted to heaven. ដូចជារយៈពេលតែ6ខែសោះស្រាប់តែមានអ្នកដែលខ្ញុំស្រឡាញ់2នាក់ត្រូវបានលើកទៅឋានសួគ៌ទាំងអស់ But that's good news. ប៉ុន្តែជាដំណឹងល្អមួយ Because the Bible says we are going to meet our loved ones again in Christ Jesus. ព្រះគម្ពីរបានប្រាប់ថាយើងនឹងជួបអ្នកដែលស្រឡាញ់យើងស្រឡាញ់នៅក្នុងព្រះគ្រីស្ទនៅឯឋានសួគ៌ម្ដងទៀត Their names are written in the book of life. នោះឯងបានសរសេរពួកគេទាំងអស់គ្នាដែលបានទៅពីផែនដីមែនប៉ុន្តែគេបានកត់ត្រាទុកក្នុងក្រាំងជីវិតនៅឋានសួគ៌ហើយ Let's bow our heads and pray now. សូមឲ្យអោនក្បាលចុះឲ្យយើងអធិដ្ឋានជាមួយគ្នា